ការនិយាយការពិតដោយក្តីគោរពមានការយល់ចិត្តនិងប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយមិនចាំបាច់បារម្ភថាអ្នកដទៃនឹងខឹងសម្បារឡើយ 1. ត្រូវជ្រើសរើសពេលវេលានិងទីកន្លែងដ៏ត្រឹមត្រូវសម្រាប់និយាយការនិយាយការពិតបើទោះបីជាមានចេតនាល្អយ៉ាងណាក្តីក៏អាចក្លាយជាបញ្ហាបានដែរប្រសិនបើអ្នកមិនបានគិតគូរឲ្យបានដិតដល់អំពីពេលវេលានិងទីកន្លែងស្រមៃមើលថាអ្នកកំពុងតែព្យាយាមប្រាប់មិត្តភ័ក្តិអ្នកថាពួកគេធ្វើខុសនៅពេលដែលពួកគេកំពុងតែមានអារម្មណ៍តានតឹងខ្លាំងអំពីការងារឬកំពុងតែប្រញាប់ប្រញាល់ទៅប្រជុំចំពោះរឿងសំខាន់មួយក្នុងស្ថានភាពនេះពាក្យពិតរបស់អ្នកអាចក្លាយទៅជាបន្ទុកបន្ថែមនិងបង្កឲ្យមានការខឹងសម្បារឬមានការយល់ច្រឡំកាន់តែខ្លាំងព្រោះចិត្តរបស់ពួកគេមិនទាន់រួចរាល់ក្នុងការទទួលយកព័ត៌មាននោះឡើយដូច្នេះហើយមុននឹងសម្រេចចិត្តនិយាយការពិតសូមសង្កេតមើលអារម្មណ៍របស់អ្នកដែលអ្នកចង់និយាយជាមួយនិងស្ថានភាពនៅជុំវិញខ្លួនឲ្យបានច្បាស់លាស់សិនថាតើពួកគេកំពុងស្ថិតនៅស្ថានភាពស្ងប់ស្ងាត់ឬនៅថាតើពួកគេមានពេលវេលាគ្រប់គ្រាន់ដើម្បីស្ដាប់និងពិចារណាលើអ្វីដែលចង់និយាយដែរឬទេការរងចាំពេលវេលាដ៏សមរម្យអាចកំណត់ជោគជ័យឬបរាជ័យនៃការសន្ទនារបស់អ្នកបន្ថែមលើពីពេលវេលាទីកន្លែងក៏ជាកត្តាសំខាន់ដែលអ្នកមិនអាចមើលរំលងបាននោះទេការនិយាយការពិតដែលរសើបនៅទីសាធារណៈឬកន្លែងដែលមានមនុស្សច្រើនអាចធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍អាម៉ាស់ឬមិនស្រួលនៅក្នុងចិត្តរបស់ពួកគេឡើយពួកគេអាចនឹងមានអារម្មណ៍ថាត្រូវបានគេវិនិច្ឆ័យឬរំលោភបំពានលើឯកជនភាពរបស់ពួកគេផ្ទុយទៅវិញការជ្រើសរើសទីកន្លែងឯកជនដែលមានភាពស្ងប់ស្ងាត់និងមានផាសុកភាពអាចបង្កើតបរិយាកាសដែលជំរុញឲ្យមានការសន្ទនាដោយបើកចំហនិងមានភាពស្មោះត្រង់ឧទាហរណ៍ការជជែកគ្នាដោយស្ងៀមស្ងាត់នៅក្នុងហាងកាហ្វេដែលមិនសូវមានមនុស្សឬនៅផ្ទះដែលមិនសូវមានមនុស្សអាចផ្ដល់ឱកាសឲ្យអ្នកទាំងពីរអាចនិយាយគ្នាឲ្យបានច្បាស់លាស់ដោយគ្មានការភ័យខ្លាចថាអ្នកដទៃនឹងឮឬមានការរំខានឡើយការគិតគូរទៅលើពេលវេលានិងទីកន្លែងមិនមែនគ្រាន់តែជាការគោរពប៉ុណ្ណោះទេប៉ុន្តែវាក៏ជាយុទ្ធសាស្ត្រដ៏សំខាន់មួយដើម្បីធានាថាការពិតរបស់អ្នកត្រូវបានទទួលយកដោយគ្មានការខឹងសម្បារ 2. ត្រូវប្រើប្រាស់ពាក្យពេចន៍ទន់ភ្លន់និងប្រកបដោយមតិស្ថាបនាការនិយាយការពិតទោះបីជាមានចេតនាល្អក៏ដោយវាក៏អាចបង្កឲ្យមានការខឹងសម្បារឬការយល់ច្រឡំបានដែរប្រសិនបើអ្នកមិនចេះប្រើពាក្យពេចន៍ឲ្យបានត្រឹមត្រូវគន្លឹះសំខាន់គឺការប្រើប្រាស់ភាសាដែលបង្ហាញពីការគោរពការយល់ចិត្តនិងមានបំណងជួយកែលម្អមិនមែនជាការបន្ទោសបង្អាប់ឡើយខាងក្រោមនេះគឺជាវិធីសាស្ត្រលម្អិតមួយចំនួនដែលអ្នកអាចយកទៅអនុវត្តបាន ក ចាប់ផ្ដើមដោយការសរសើរឬការទទួលស្គាល់ពីតម្លៃនិងគុណសម្បត្តិរបស់ពួកគេមុននឹងបបួលគេពិភាក្សាអំពីរឿងដែលពិបាកស្ដាប់សូមចាប់ផ្ដើមដោយការលើកយកចំណុចល្អសមិទ្ធផលឬគុណសម្បត្តិរបស់ពួកគេមកនិយាយសិនវិធីនេះជួយបង្កើនបរិយាកាសវិជ្ជមានបន្ធូរបន្ថយភាពតានតឹងនិងធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ថាអ្នកនៅតែឲ្យតម្លៃពួកគេឧទាហរណ៍ជំនួសឲ្យការនិយាយដោយត្រង់ៗថាអ្នកមកធ្វើការយឺតណាស់យើងអាចបដូរទៅនិយាយថាខ្ញុំដឹងថាអ្នកជាបុគ្គលិកដែលមានការបដិញ្ញាចិត្តខ្ពស់ហើយតែងតែខិតខំប្រឹងប្រែងខ្ញុំពេញចិត្តនឹងលទ្ធផលការងាររបស់អ្នកកន្លងមកប៉ុន្តែខ្ញុំមានរឿងបន្តិចបន្តួចចង់ពិភាក្សាជាមួយនឹងអ្នកខរៀនប្រើពាក្យខ្ញុំជំនួសឲ្យពាក្យអ្នកការប្រើពាក្យខ្ញុំជួយបង្ហាញពីអារម្មណ៍ឬទស្សនៈផ្ទាល់ខ្លួនរបស់អ្នកដោយមិនបានស្ដីបន្ទោសឬចោទប្រកាន់អ្នកដទៃឡើយវាធ្វើឲ្យការសន្ទនាក្លាយជាការចែករំលែកអារម្មណ៍មិនមែនជាការវាយប្រហារដោយផ្ទាល់ផ្ទុយទៅវិញការប្រើប្រាស់ពាក្យអ្នកអាចស្ដាប់ទៅដូចជាការចោទប្រកាន់ឬធ្វើឲ្យអ្នកដទៃស្ដាប់ទៅមានអារម្មណ៍ថាត្រូវតែការពារខ្លួនឧទាហរណ៍ជំនួសឲ្យការចោទប្រកាន់ថាអ្នកខ្ជិលណាស់បានជាធ្វើការមិនទាន់យើងអាចបដូរមកនិយាយថាខ្ញុំមានអារម្មណ៍ថាព្រួយបារម្ភនៅពេលដែលឃើញការងារមិនទាន់បានបញ្ចប់ហើយខ្ញុំគិតថាវាអាចប៉ះពាល់ទៅដល់ក្រុមយើងទៀតផងគោត្រូវជៀសវាងការប្រើប្រាស់ពាក្យពេចន៍ទូទៅឬហួសហេតុខ្លាំងពេកកុំប្រើពាក្យដូចជាតែងតែឬដូចជាពាក្យមិនដែល
ពាក្យទាំងនេះស្ដាប់ទៅដូចជាការវិនិច្ឆ័យឬអាចធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ថាគ្មានតម្លៃឬគ្មានសិទ្ធិការពារខ្លួនគ្មានអ្នកណាម្នាក់ល្អឥតខ្ចោះឬអាក្រក់រហូតនោះទេការនិយាយដោយភាពជាក់លាក់ជាងមុននឹងធ្វើឲ្យការរិះគន់របស់អ្នកកាន់តែមានទម្ងន់ឧទាហរណ៍ជំនួសឲ្យការនិយាយពាក្យទូទៅថាអ្នកតែងតែមកយឺតយើងអាចបដូរទៅនិយាយថាខ្ញុំក៏សម្គាល់ឃើញថាអ្នកបានមកយឺតពីរបីដងហើយនៅក្នុងសប្តាហ៍នេះខត្រូវផ្ដោតទៅលើអាកប្បកិរិយាមិនមែនផ្ដោតទៅលើបុគ្គលឡើយនៅពេលដែលនិយាយការពិតសូមផ្ដោតទៅលើទង្វើឬសកម្មភាពជាក់លាក់ដែលបានកើតឡើងមិនមែនវាយតម្លៃទៅលើបុគ្គលិកលក្ខណៈរបស់ពួកគេឡើយការវាយតម្លៃបុគ្គលអាចធ្វើឲ្យពួកគេមានអារម្មណ៍ថាត្រូវបានគេបដិសេធទាំងស្រុងឧទាហរណ៍ជំនួសឲ្យការវាយតម្លៃទៅលើបុគ្គលថាអ្នកជាមនុស្សរញ៉េរញ៉ៃណាយើងអាចបដូរមកនិយាយថាខ្ញុំឃើញថាឯកសារនៅលើតុរបស់អ្នកមិនសូវមានរបៀបរៀបរយទេត្រូវផ្ដល់ដំណោះស្រាយឬក៏សំណូមពរការនិយាយការពិតមិនមែនត្រឹមតែលើកពីបញ្ហានោះទេប៉ុន្តែត្រូវផ្ដល់នូវដំណោះស្រាយឬសំណូមពរដើម្បីកែលម្អផងដែរនេះបង្ហាញថាអ្នកមានបំណងចង់ជួយហើយមិនមែនគ្រាន់តែរអ៊ូរទាំឡើយការផ្ដល់ដំណោះស្រាយរួមគ្នាក៏អាចជួយបង្កើនភាពជាម្ចាស់ទៅលើបញ្ហាផងដែរឧទាហរណ៍ជំនួសឲ្យការរអ៊ូថាការងារនេះអត់បានដូចចិត្តខ្ញុំសោះបដូរមកនិយាយថាខ្ញុំគិតថាបើសិនជាពួកយើងសាឡបងធ្វើបែបនេះវិញឬខ្ញុំអាចជួយអ្នកបែបនេះវិញនោះលទ្ធផលអាចនឹងប្រសើរឡើងការអនុវត្តចំណុចទាំងនេះអាចជួយឲ្យអ្នកនិយាយការពិតដោយភាពឆ្លៀសវៃនិងរក្សាបាននូវទំនាក់ទំនងល្អនិងការលើកទឹកចិត្តឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន3ត្រូវបង្ហាញការយល់ចិត្តនិងការគោរពនៅពេលដែលអ្នកនិយាយការពិតរួចហើយជាពិសេសការពិតដែលពិបាកស្ដាប់ការឆ្លើយតបរបស់អ្នកដែលកំពុងនឹងស្ដាប់អាចមានលក្ខណៈខុសៗគ្នាពួកគេអាចនឹងមានអារម្មណ៍មិនល្អតូចចិត្តឬរហូតទៅដល់ថ្នាក់ខឹងទៀតផងក្នុងស្ថានភាពបែបនេះការបង្ហាញការយល់ចិត្តនិងការគោរពគឺជារឿងសំខាន់បំផុតដើម្បីរក្សាទំនាក់ទំនងល្អនិងធានាថាការសន្ទនារបស់អ្នកនៅតែមានភាពស្ថាបនាវាមិនមែនត្រឹមតែជាការនិយាយនោះទេប៉ុន្តែវាជាការបង្ហាញឲ្យឃើញតាមរយៈទង្វើនិងពាក្យសម្ដីបង្ហាញការគោរពដោយការស្ដាប់ពួកគេដោយយកចិត្តទុកដាក់បន្ទាប់ពីអ្នកបាននិយាយការពិតហើយសូមផ្ដល់ឱកាសឲ្យពួកគេបញ្ចេញមតិនិងអារម្មណ៍របស់ពួកគេការស្ដាប់ដោយយកចិត្តទុកដាក់មានន័យថាអ្នកមិនគ្រាន់តែស្ដាប់ឲ្យឮពាក្យសម្ដីនោះទេប៉ុន្តែអ្នកក៏ត្រូវព្យាយាមស្វែងយល់ពីអារម្មណ៍បញ្ហានិងទស្សនៈរបស់ពួកគេផងដែរពេលដែលពួកគេនិយាយអ្នកត្រូវតែធ្វើឥរិយាបថមួយចំនួនដូចជាទី1រក្សាទំនាក់ទំនងខ្សែភ្នែកបង្ហាញថាអ្នកកំពុងតែយកចិត្តទុកដាក់ចំពោះពាក្យដែលគេនិយាយទី2កុំរំខានទុកឲ្យពួកគេនិយាយឲ្យចប់សិនទី3ងក់ក្បាលឬនិយាយពាក្យថាបាទឬក៏ចាស់ដើម្បីបង្ហាញថាអ្នកកំពុងតែតាមដានអំពីអ្វីដែលពួកគេកំពុងតែនិយាយទី4សួរត្រឡប់ឧទាហរណ៍បើសិនខ្ញុំយល់មិនខុសអ្នកមានន័យថាឬតើអ្នកមានអារម្មណ៍បែបនេះមែនទេនេះបញ្ជាក់ថាអ្នកបានស្ដាប់និងយល់ពីអ្វីដែលពួកគេកំពុងតែនិយាយបង្ហាញពីការយល់ចិត្តការយល់ចិត្តគឺជាការដាក់ខ្លួនទៅក្នុងស្ថានភាពរបស់អ្នកដទៃដើម្បីយល់ពីអារម្មណ៍និងទស្សនៈរបស់ពួកគេបើទោះបីជាអ្នកមិនយល់ស្របទាំងស្រុងក៏ដោយវាមិនមែនជាការយល់ព្រមនឹងទង្វើខុសនោះទេប៉ុន្តែវាជាការទទួលស្គាល់ពីអារម្មណ៍របស់ពួកគេយើងអាចបង្ហាញតាមឥរិយាបថមួយចំនួនដូចជាទី1ទទួលស្គាល់អារម្មណ៍របស់ពួកគេឧទាហរណ៍ខ្ញុំយល់ថាវាពិតជាពិបាកក្នុងការស្ដាប់រឿងនេះឬខ្ញុំយល់ថាអ្នកប្រហែលជាមានអារម្មណ៍ថាខកចិត្តហើយទី2កុំបដិសេធអារម្មណ៍របស់ពួកគេកុំនិយាយថាកុំខឹងអីឬវាមិនមែនជារឿងធំដុំទេព្រោះវាធ្វើឲ្យពួកគេមានអារម្មណ៍ថាមិនត្រូវបានគេយល់ពីអារម្មណ៍របស់ពួកគេឡើយ3បង្ហាញពីការគាំទ្រឧទាហរណ៍ខ្ញុំនៅទីនេះដើម្បីស្ដាប់អ្នកឬតើយើងអាចធ្វើអ្វីបានដើម្បីឲ្យវាប្រសើរឡើងរក្សាការគោរពចំពោះពួកគេបើទោះបីជាការសន្ទនាកាន់តែតានតឹងឬអ្នកស្ដាប់មានប្រតិកម្មមិនល្អយ៉ាងណាក៏ដោយក៏អ្នកត្រូវតែរក្សាការគោរពចំពោះពួកគេជានិច្ចការបាត់បង់ការគោរពអាចបំផ្លាញទំនាក់ទំនងនិងធ្វើឲ្យការសន្ទនាក្លាយជាជម្លោះយើងត្រូវតែ
ជៀសវាងការស្រែកឬបង្កើនសំឡេងទៅដាក់ពួកគេត្រូវរក្សាសំឡេងឲ្យធម្មតានិងមានភាពស្ងប់ស្ងាត់កុំប្រើពាក្យជេរប្រមាថឬមើលងាយទៅកាន់ពួកគេពាក្យទាំងនេះនឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ហើយពិបាកនឹងអាចកែប្រែបានហើយយើងកុំយកលក្ខណៈផ្ទាល់ខ្លួនមកនិយាយត្រូវផ្ដោតទៅលើបញ្ហាឬអាកប្បកិរិយាមិនមែនលើកំហុសឬចំណុចខ្សោយផ្ទាល់ខ្លួនរបស់ពួកគេឡើយហើយយើងក៏ត្រូវតែទទួលស្គាល់ថាពួកគេក៏មានសិទ្ធិនិងមានមតិផ្ទាល់ខ្លួនរបស់ពួកគេដែរបើទោះបីជាអ្នកមិនយល់ស្របនឹងមតិរបស់ពួកគេក៏ដោយក៏អ្នកត្រូវតែគោរពសិទ្ធិរបស់ពួកគេក្នុងការបញ្ចេញមតិដែរការអនុវត្តចំណុចទាំង3ខាងលើនេះជួយឲ្យអ្នកអាចនិយាយការពិតដោយភាពឈ្លាសវៃនិងកាត់បន្ថយការខឹងសម្បារហើយរក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃបើទោះបីជាប្រធានបទនោះមានភាពរសើបខ្លាំងយ៉ាងណាក៏ដោយ4ត្រូវរក្សាភាពស្ងប់ស្ងាត់និងមានទំនុកចិត្តនៅពេលដែលអ្នកសម្រេចចិត្តនិយាយការពិតជាពិសេសការពិតដែលពិបាកស្ដាប់ការរក្សាភាពស្ងប់ស្ងាត់និងការមានទំនុកចិត្តគឺជារឿងសំខាន់បំផុតដើម្បីឲ្យការសន្ទនានោះប្រព្រឹត្តទៅបានដោយរលូននិងទទួលបានលទ្ធផលល្អស្រមៃថាអ្នកកំពុងតែព្យាយាមពន្យល់រឿងសំខាន់មួយដល់នរណាម្នាក់ប៉ុន្តែអ្នកបែរជាបង្ហាញអារម្មណ៍ភ័យខ្លាចតក់ស្លុតឬខឹងសម្បារតើអ្នកគិតថាពួកគេនឹងយកចិត្តទុកដាក់ស្ដាប់ឬជឿទៅលើអ្វីដែលអ្នកកំពុងតែនិយាយដែរឬទេប្រកាសជាមិនដូច្នោះទេអារម្មណ៍របស់អ្នកអាចចម្លងទៅអ្នកស្ដាប់ហើយធ្វើឲ្យបរិយាកាសកាន់តែតានតឹងដូច្នេះហើយបើទោះបីជាស្ថានភាពលំបាកយ៉ាងណាក្តីសូមព្យាយាមដកដង្ហើមវែងៗគ្រប់គ្រងអារម្មណ៍កុំឲ្យកំហឹងឬការភ័យខ្លាចចូលមកត្រួតត្រាលើគំនិតរបស់យើងបានភាពស្ងប់ស្ងាត់របស់អ្នកនឹងជួយឲ្យអ្នកអាចគិតបានយ៉ាងច្បាស់លាស់ជ្រើសរើសពាក្យពេចន៍យ៉ាងត្រឹមត្រូវនិងរក្សាការសន្ទនាឲ្យស្ថិតនៅលើផ្លូវដែលត្រឹមត្រូវបានលើពីនេះភាពមានទំនុកចិត្តនៅពេលដែលនិយាយការពិតវាមិនមែនគ្រាន់តែជាអំនួតឬការបង្គាប់នោះទេប៉ុន្តែវាជាការបង្ហាញថាអ្នកជឿជាក់លើអ្វីដែលអ្នកកំពុងតែនិយាយហើយមានមូលដ្ឋានគ្រឹះច្បាស់លាស់នៅពេលដែលអ្នកនិយាយដោយទំនុកចិត្តអ្នកស្ដាប់នឹងមានអារម្មណ៍ថាអ្នកមានភាពស្មោះត្រង់និងម៉ឺងម៉ាត់ដែលជួយឲ្យពួកគេបើកចិត្តស្ដាប់កាន់តែច្រើនវិធីបង្ហាញទំនុកចិត្តគឺជាការនិយាយដោយសំឡេងច្បាស់លាស់មិនរអ៊ូរទាំឬញាប់ញ័រការប្រើប្រាស់កាយវិការសមរម្យនិងរក្សាទំនាក់ទំនងកែវភ្នែកការធ្វើបែបនេះមិនត្រឹមតែជួយឲ្យអ្នកស្ដាប់ជឿជាក់លើអ្នកប៉ុណ្ណោះទេប៉ុន្តែវាក៏ជួយឲ្យអ្នកខ្លួនឯងមានអារម្មណ៍រឹងមាំនិងអាចដោះស្រាយស្ថានភាពបានយ៉ាងល្អផងដែរចូលចាំថាគោលបំណងរបស់អ្នកគឺដើម្បីនិយាយការពិតដោយស្ថាបនាដូច្នេះការរក្សាភាពស្ងប់ស្ងាត់និងទំនុកចិត្តគឺជាគន្លឹះដ៏សំខាន់មួយដើម្បីសម្រេចគោលបំណងនេះ5ត្រូវត្រៀមខ្លួនសម្រាប់មតិប្រតិកម្មផ្សេងៗការនិយាយការពិតមិនមែនមានន័យថាគ្រប់គ្នានឹងទទួលយកភ្លាមៗនោះទេនៅពេលដែលអ្នកប្រាប់ការពិតជាពិសេសរឿងដែលពិបាកស្ដាប់អ្នកត្រូវតែត្រៀមខ្លួនសម្រាប់ការប្រតិកម្មចម្រុះពីអ្នកស្ដាប់ពួកគេអាចនឹងខឹងភ័យខ្លាចតូចចិត្តយល់ច្រឡំឬរហូតទៅដល់ការពារខ្លួនពីអ្វីដែលអ្នកនិយាយផងដែរប្រតិកម្មទាំងនេះគឺជារឿងធម្មតាទេព្រោះការពិតអាចប៉ះពាល់ទៅដល់អារម្មណ៍និងផលប្រយោជន៍របស់ពួកគេការយល់ដឹងជាមុនថាប្រតិកម្មបែបនេះអាចកើតមានឡើងនឹងជួយឲ្យអ្នករក្សាបាននូវភាពស្ងប់ស្ងាត់និងមិនភ្ញាក់ផ្អើលគោលបំណងរបស់យើងគឺចង់ដោះស្រាយបញ្ហាមិនមែនបង្កជម្លោះថ្មីនោះទេដូច្នេះការគ្រប់គ្រងប្រតិកម្មទាំងនេះដោយសន្តិវិធីគឺជាគន្លឹះដ៏សំខាន់មួយការបង្ហាញការយល់ចិត្តនិងមិនបន្ទោសពួកគេចំពោះអារម្មណ៍របស់ពួកគេអាចជួយបន្ធូរបន្ថយភាពតានតឹងនិងបើកផ្លូវសម្រាប់ការសន្ទនាបន្តក្រៅពីការត្រៀមខ្លួនសម្រាប់ប្រតិកម្មភ្លាមៗអ្នកក៏ត្រូវតែផ្ដល់ពេលវេលាឲ្យអ្នកដទៃដើម្បីគិតពិចារណាអំពីអ្វីដែលអ្នកបាននិយាយផងដែរកុំរំពឹងថាពួកគេនឹងទទួលយកភ្លាមៗឬផ្លាស់ប្ដូរអាកប្បកិរិយារបស់ពួកគេភ្លាមៗនោះមនុស្សខ្លះត្រូវការពេលវេលាដើម្បីរំលាយព័ត៌មានរងាប់អារម្មណ៍និងពិចារណាអំពីទស្សនៈរបស់អ្នកការបង្ខិតបង្ខំឲ្យពួកគេយល់ស្របភ្លាមៗអាចនឹងធ្វើឲ្យពួកគេមានអារម្មណ៍ថាត្រូវបានគេគៀបសង្កត់និងកាន់តែប្រឆាំងចំពោះអ្នកខ្លាំងទៅវិញទេផ្ទុយទៅវិញការផ្ដល់ពេលវេលានិងទីកន្លែងឲ្យពួកគេគិតគឺជាការបង្ហាញពីការគោរពនិងការយល់ចិត្តអ្នកអាចបិទបញ្ចប់ការសន្ទនាដោយនិយាយថាខ្ញុំយល់ថាវាប្រហែលជាពិបាកស្ដាប់រឿងនេះសូមអ្នកចំណាយពេលបន្តិចដើម្បីគិតហើយបើមានអ្វីចង់ពិភាក្សាបន្ថែមខ្ញុំរីករាយនឹងស្ដាប់ជានិច្ចវិធីនេះមិនត្រឹមតែជួយឲ្យអ្នកដទៃមានអារម្មណ៍ធូរស្រាលប៉ុណ្ណោះទេវាថែមទាំងបើកទ្វារសម្រាប់កិច្ចសន្ទនាបន្តទៀតនៅពេលដែលពួកគេត្រៀមខ្លួនរួចរាល់6ត្រូវផ្ដោតទៅលើចេតនាវិជ្ជមាននៅពេលអ្នកនិយាយការពិតសូមរំលឹកខ្លួនឯងនិងអ្នកស្ដាប់ជានិច្ចថាចេតនាដើមរបស់អ្នកគឺចង់ជួយ
ឬចង់កែលម្អស្ថានភាពការពន្យល់ថាគោលបំណងរបស់អ្នកគឺដើម្បីផលប្រយោជន៍រួមឬផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេអាចជួយឲ្យពួកគេបើកចិត្តទទួលយកនៅពេលដែលអ្នកនិយាយការពិតដែលពិបាកស្ដាប់ការចាប់ផ្ដើមដោយការបញ្ជាក់ពីចេតនាវិជ្ជមានរបស់អ្នកគឺដូចជាការចាក់ថ្នាំការពារមុនពេលនឹងវះកាត់អញ្ចឹងស្រមៃថាអ្នកទៅជួបពេទ្យហើយគាត់ប្រាប់ថាអ្នកមានជំងឺធ្ងន់ធ្ងរបើគាត់និយាយត្រង់ៗដោយគ្មានការយល់ចិត្តឬការពន្យល់ពីចេតនាក្នុងការព្យាបាលនោះអ្នកប្រកាសជាភ័យខ្លាចឬខឹងសម្បារហើយដូចគ្នាដែរការនិយាយការពិតដោយមិនបានបញ្ជាក់ពីគោលបំណងច្បាស់លាស់អាចធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ថាអ្នកកំពុងតែរិះគន់ចោទប្រកាន់ឬបន្ទោសពួកគេដូច្នេះហើយមុននឹងឈានទៅដល់ខ្លឹមសារសំខាន់សូមបញ្ជាក់ឲ្យច្បាស់ថាការនិយាយនេះគឺដើម្បីតែប្រយោជន៍រួមឬដើម្បីជួយពួកគេឲ្យប្រសើរឡើងការនិយាយថាខ្ញុំនិយាយរឿងនេះពីព្រោះតែខ្ញុំបារម្ភពីអ្នកឬខ្ញុំចង់ឲ្យក្រុមរបស់យើងជោគជ័យអាចផ្លាស់ប្ដូរទស្សនៈរបស់អ្នកស្ដាប់ពីការប្រឈមមុខទៅជាការសហការផ្ដោតទៅលើចេតនាវិជ្ជមានមិនត្រឹមតែជួយបន្ធូរបន្ថយស្ថានភាពតានតឹងនោះទេប៉ុន្តែថែមទាំងបង្កើតបរិយាកាសនៃទំនុកចិត្តនិងការយល់ចិត្តគ្នាផងដែរនៅពេលអ្នកស្ដាប់ដឹងថាអ្នកមានបំណងល្អចិត្តរបស់ពួកគេនឹងបើកទូលាយជាងមុនដើម្បីទទួលយកព័ត៌មានបើទោះបីជាព័ត៌មាននោះមិនសប្បាយចិត្តក៏ដោយឧទាហរណ៍ជំនួសឲ្យការនិយាយថាការងាររបស់អ្នកអន់ណាស់ដែលស្ដាប់ទៅវាជាការវិនិច្ឆ័យអ្នកអាចបដូរទៅនិយាយថាខ្ញុំជឿជាក់លើសមត្ថភាពរបស់អ្នកដូច្នេះហើយខ្ញុំចង់ផ្ដល់មតិកែលម្អនេះដើម្បីជួយឲ្យអ្នកកាន់តែអភិវឌ្ឍខ្លាំងជាងមុនឃ្លានេះបង្ហាញពីការគាំទ្រនិងការជឿជាក់ទៅលើសមត្ថភាពនិងសក្តានុពលរបស់ពួកគេវិធីនេះមិនមែនគ្រាន់តែជាល្បិចនៃការនិយាយនោះទេប៉ុន្តែវាជាការអនុវត្តនូវការគោរពនិងការយកចិត្តទុកដាក់ពិតប្រាកដដែលជាគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងល្អនិងការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព 7. ត្រូវស្វែងរកចំណុចស្របគ្នាមុននឹងលើកឡើងចំណុចខ្វះខាតឬបញ្ហាសូមព្យាយាមស្វែងរកចំណុចណាមួយដែលអ្នកទាំងពីរអាចយល់ស្របគ្នាបានការស្វែងរកចំណុចរួមអាចបង្កើតឲ្យមានភាពស្និទ្ធស្នាលនិងកាត់បន្ថយទៅលើភាពតានតឹងនៅពេលដែលអ្នកនិយាយការពិតដែលមានភាពរសើបការចាប់ផ្ដើមដោយការស្វែងរកចំណុចរួមឬអ្វីមួយដែលអ្នកទាំងពីរបានយល់ស្របគ្នារួចហើយនោះវាគឺជារបៀបដ៏មានប្រសិទ្ធភាពមួយក្នុងការកសាងស្ពានទំនាក់ទំនងស្រមៃថាអ្នកកំពុងតែចរចាជាមួយនរណាម្នាក់ដែលមិនយល់ស្របនឹងគំនិតអ្នកទាំងស្រុងបើអ្នកចាប់ផ្ដើមដោយការលើកឡើងពីចំណុចខ្វែងគំនិតភ្លាមៗការសន្ទនានឹងคล้ายទៅជាចំនួនយ៉ាងងាយស្រួលផ្ទុយទៅវិញការចាប់ផ្ដើមដោយការនិយាយអំពីអ្វីដែលអ្នកទាំងពីរយល់ស្របគ្នាឬមានគោលដៅដូចគ្នាអាចជួយបន្ធូរបន្ថយភាពតានតឹងនិងបង្កើតអារម្មណ៍ថាជាពួកយើងមិនមែនខ្ញុំទល់នឹងអ្នកនោះទេឧទាហរណ៍ការនិយាយថាយើងទាំងពីរនាក់ចង់ឲ្យគម្រោងនេះមានភាពជោគជ័យមែនទេឬខ្ញុំដឹងថាយើងទាំងពីរនាក់ខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅរួមពាក្យទាំងនេះនឹងធ្វើឲ្យភាគីម្ខាងទៀតមានអារម្មណ៍ថាអ្នកយល់ចិត្តពួកគេហើយមានបំណងល្អការបង្កើតចំណុចរួមនេះជួយបើកផ្លូវសម្រាប់ការសន្ទនាដោយបើកចំហនិងកាត់បន្ថយការការពារខ្លួននៅពេលដែលមនុស្សមានអារម្មណ៍ថាអ្នកយល់ពីទស្សនៈរបស់ពួកគេហើយមានគោលបំណងរួមគ្នាពួកគេនឹងមានទំនោរចង់ស្ដាប់មតិយោបល់របស់អ្នកកាន់តែច្រើនបើទោះបីជាមតិយោបល់ជាការពិតដែលពិបាកស្ដាប់ក៏ដោយចំណុចរួមនេះដើរតួជាគ្រឹះដ៏រឹងមាំមួយដែលអាចទ្រទ្រង់ការសន្ទនាបានបើទោះបីជាអ្នកត្រូវលើកឡើងពីបញ្ហាប្រឈមក៏ដោយវាបង្ហាញថាអ្នកមិនមែនគ្រាន់តែចង់រិះគន់នោះទេប៉ុន្តែអ្នកកំពុងតែព្យាយាមរកដំណោះស្រាយរួមគ្នាការអនុវត្តវិធីសាស្ត្រនេះនឹងជួយឲ្យអ្នកនិយាយការពិតដោយមានភាពឈ្លាសវៃរក្សាបាននូវទំនាក់ទំនងល្អនិងលើកទឹកចិត្តឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមានប្រកបដោយការសហការ 8. ប្រើសំណួរជំនួយការសន្និដ្ឋានជំនួសឲ្យការនិយាយថាអ្នកបានធ្វើខុសឬអ្នកមិនបានយកចិត្តទុកដាក់សោះសូមព្យាយាមសួរសំណួរដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្ដែងការសួរសំណួរអាចជួយឲ្យអ្នកដទៃមានអារម្មណ៍ថាអ្នកកំពុងតែស្ដាប់ពួកគេឬផ្ដល់ឱកាសឲ្យពួកគេពន្យល់ពីទស្សនៈរបស់ពួកគេនៅពេលដែលអ្នកត្រូវនិយាយការពិតជាពិសេសគឺនៅពេលដែលអ្នកគិតថានរណាម្នាក់បានធ្វើខុសការប្រើសំណួរជំនួសឲ្យការសន្និដ្ឋានភ្លាមៗគឺជាវិធីសាស្ត្រដ៏ឈ្លាសវៃមួយស្រមៃថាអ្នកឃើញមិត្តរួមការងារម្នាក់ធ្វើកិច្ចការខុសពីអ្វីដែល
អ្នកគិតថាត្រឹមត្រូវប្រសិនបើអ្នកនិយាយភ្លាមៗថាអ្នកធ្វើខុសហើយនោះប្រកាសជាធ្វើឲ្យគេមានអារម្មណ៍ថាត្រូវបានចោទប្រកាន់និងការពារខ្លួនភ្លាមៗចំពោះអ្វីដែលអ្នកបាននិយាយផ្ទុយទៅវិញការចាប់ផ្ដើមដោយសំណួរគឺដូចជាការបើកទ្វារឲ្យពួកគេពន្យល់ពីទស្សនៈឬមូលហេតុរបស់ពួកគេឧទាហរណ៍ជំនួសឲ្យការនិយាយថាអ្នកមិនបានយកចិត្តទុកដាក់ទៅលើកិច្ចការនោះសោះអ្នកអាចសួរថាតើមានអ្វីកើតឡើងដែលធ្វើឲ្យរឿងនេះកើតឡើងឬតើអ្នកគិតយ៉ាងណាដែរចំពោះស្ថានភាពនេះសំណួរទាំងនេះបង្ហាញថាអ្នកចង់យល់មិនមែនគ្រាន់តែចង់វិនិច្ឆ័យនោះទេការប្រើប្រាស់សំណួរមិនត្រឹមតែជួយឲ្យអ្នកទទួលបានព័ត៌មានពេញលេញនោះទេប៉ុន្តែវាថែមទាំងផ្ដល់ឱកាសឲ្យអ្នកស្ដាប់មានអារម្មណ៍ថាពួកគេទទួលបានការគោរពនិងទទួលបានការស្ដាប់ពីមតិយោបល់របស់ពួកគេនៅពេលដែលអ្នកសួរសំណួរពួកគេនឹងមានអារម្មណ៍ថាអ្នកកំពុងតែផ្ដល់ឱកាសឲ្យពួកគេពន្យល់ពីខ្លួនឯងជាជាងការចោទប្រកាន់ដោយមានមូលដ្ឋាននេះអាចនាំឲ្យមានការសន្ទនាប្រកបដោយអត្ថន័យនិងជួយអ្នកឲ្យរកឃើញនៅឫសគល់នៃបញ្ហាជួនកាលអ្វីដែលអ្នកគិតអាចជាកំហុសអាចមានហេតុផលនៅពីក្រោយដែលអ្នកមិនបានដឹងការសួរសំណួរដែលបើកចំហអាចជួយលាតត្រដាងការពិតពេញលេញនិងនាំទៅរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដែលអាចជួយជៀសវាងការឆ្លុះប្រកែកឬការយល់ច្រឡំដែលមិនចាំបាច់ 9 ត្រូវដឹងពីដែនកំណត់របស់អ្នកមិនមែនគ្រប់ការពិតទាំងអស់សុទ្ធតែចាំបាច់ត្រូវនិយាយភ្លាមៗនោះទេជួនកាលការពិតខ្លះអាចនឹងមិនមែនជាកាតព្វកិច្ចរបស់អ្នកក្នុងការនិយាយនោះទេជាពិសេសប្រសិនបើវាមិនប៉ះពាល់ទៅដល់អ្នកឬអ្នកដទៃនោះនៅពេលដែលយើងចង់និយាយការពិតយើងតែងតែគិតថាការបើកចំហទាំងអស់គឺជារឿងល្អប៉ុន្តែការពិតទៅការដឹងពីដែនកំណត់របស់យើងគឺជារឿងសំខាន់ស្រមៃថាអ្នកចង់ប្រាប់មិត្តភ័ក្តិពីកំហុសរបស់ពួកគេប៉ុន្តែរឿងនោះមិនមែនជាកំហុសដែលប៉ះពាល់ដល់អ្នកឬអ្នកដទៃតតែសោះការជ្រៀតជ្រែកចូលកិច្ចការផ្ទាល់ខ្លួនរបស់គេដែលមិនពាក់ព័ន្ធទៅនឹងអ្នកអាចធ្វើឲ្យអ្នកមើលទៅដូចជាមនុស្សដែលចូលចិត្តរិះគន់ឬបបួលគេឆ្លោះគ្នាដោយគ្មានហេតុផលការនិយាយការពិតមិនមែនមានន័យថាអ្នកត្រូវនិយាយគ្រប់យ៉ាងដែលអ្នកដឹងឬអ្វីដែលអ្នកគិតនោះទេមុននឹងនិយាយសូមសួរខ្លួនឯងសិនថាតើការពិតនេះពិតជាចាំបាច់ត្រូវនិយាយមែនទេតើវាមានប្រយោជន៍អ្វីខ្លះហើយសំខាន់បំផុតតើវាជាកាតព្វកិច្ចរបស់អ្នកក្នុងការនិយាយវាដែរឬទេការថ្លឹងថ្លែងឲ្យបានត្រឹមត្រូវជួយអ្នកឲ្យដឹងថាពេលណាគួរនិយាយនិងពេលណាគួររក្សាភាពស្ងៀមស្ងាត់ការយល់ដឹងពីដែនកំណត់នេះជួយការពារអ្នកពីការបង្កបញ្ហាដែលមិនចាំបាច់និងរក្សាបាននូវភាពប៉ិនប្រសប់ក្នុងការទំនាក់ទំនងមិនមែនគ្រប់ការពិតទាំងអស់សុទ្ធតែទាមទារឲ្យមានការអន្តរាគមន៍ពីអ្នកនោះឡើយជួនកាលការបណ្ដោយឲ្យអ្នកដទៃម្នាក់រៀនសូត្រពីកំហុសរបស់ខ្លួនឯងដោយមិនចាំបាច់មានអ្នកប្រាប់ដោយផ្ទាល់អាចជាមេរៀនដ៏ល្អបំផុតសម្រាប់ពួកគេការដឹងពីព្រំដែនផ្ទាល់ខ្លួននិងដែនកំណត់នៅអ្វីដែលអ្នកគួរនិយាយមិនមែនជាការភ័យខ្លាចនោះទេប៉ុន្តែវាជាការបង្ហាញពីប្រាជ្ញានិងភាពចាស់ទុំវានឹងជួយអ្នកឲ្យជៀសផុតពីការដែលคล้ายទៅជាមនុស្សដែលគេរអៀសរអើមឬចាត់ទុកថាជាមនុស្សដែលចូលចិត្តបង្ករឿងនិយាយឲ្យខ្លីការនិយាយការពិតដោយឆ្លៀសវៃគឺរួមបញ្ចូលទាំងការដឹងថាពេលណាដែលត្រូវនិយាយនិងពេលណាដែលត្រូវបិទមាត់ចំណុចទី10ត្រូវត្រៀមខ្លួនដើម្បីទទួលយកមតិត្រឡប់មកវិញនៅពេលដែលអ្នកនិយាយការពិតអ្នកក៏ត្រូវតែត្រៀមខ្លួនដើម្បីទទួលយកមតិត្រឡប់ពីអ្នកដទៃផងដែរការសន្ទនាគឺជារឿងទៅមកមិនមែនគ្រាន់តែជាការនិយាយចេញពីភាគីម្ខាងនោះទេប្រសិនបើអ្នកចង់ឲ្យអ្នកដទៃស្ដាប់អ្នកក៏ត្រូវតែបង្ហាញថាអ្នកសុខចិត្តស្ដាប់ពួកគេវិញដែរការបើកចិត្តទទួលយកមតិត្រឡប់អាចពង្រឹងទំនុកចិត្តនិងបង្ហាញថាអ្នកគឺជាមនុស្សដែលមានភាពចាស់ទុំនិងមានភាពយល់ដឹងនៅពេលដែលអ្នកសម្រេចចិត្តនិយាយការពិតទៅកាន់នរណាម្នាក់ជាពិសេសការពិតដែលពិបាកស្ដាប់អ្នកក៏ត្រូវតែត្រៀមខ្លួនឲ្យរួចជាស្រេចដើម្បីទទួលយកមតិត្រឡប់ពីពួកគេវិញផងដែរស្រមៃថាអ្នកកំពុងតែផ្ដល់យោបល់ទៅដល់មិត្តភ័ក្តិប៉ុន្តែពេលដែលពួកគេព្យាយាមពន្យល់ពីទស្សនៈរបស់ពួកគេវិញអ្នកបែរជាមិនស្ដាប់ឬបដិសេធភ្លាមៗទង្វើនេះនឹងធ្វើឲ្យពួកគេមានអារម្មណ៍ថាមិនត្រូវបានគេគោរពនិងការសន្ទនាទាំងមូលនឹងคล้ายទៅជាគ្មានន័យការបើកចិត្តទូលាយដើម្បីស្ដាប់ការឆ្លើយតបរបស់ពួកគេបង្ហាញថាអ្នកគឺជាមនុស្សដែលមានភាពចាស់ទុំមានភាពយល់ដឹងនិងជឿជាក់ទៅលើការសន្ទនាប្រកបដោយភាពស្មោះត្រង់
ការបង្ហាញថាអ្នកសុខចិត្តស្ដាប់មតិត្រឡប់មិនត្រឹមតែជួយពង្រឹងទំនុកចិត្តរវាងអ្នកទាំងពីរនោះទេប៉ុន្តែវាថែមទាំងផ្ដល់ឱកាសឲ្យអ្នកបានរៀនសូត្រពីទស្សនៈផ្សេងទៀតផងដែរជួនកាលអ្វីដែលអ្នកគិតថាជាការពិតអាចមានជ្រុងម្ខាងទៀតដែលអ្នកមិនបានដឹងការស្ដាប់មតិត្រឡប់ដោយយកចិត្តទុកដាក់អាចជួយឲ្យអ្នកយល់ពីស្ថានភាពកាន់តែច្បាស់និងអាចរកឃើញនូវដំណោះស្រាយដែលប្រសើរជាងមុនវាក៏ជាការបង្ហាញពីភាពយុត្តិធម៌ផងដែរដែលអ្នកចង់ឲ្យភាគីទាំងសងខាងមានសិទ្ធិបញ្ចេញមតិរបស់ខ្លួនដូច្នេះហើយនៅពេលដែលអ្នកបញ្ចប់ការនិយាយការពិតសូមផ្ដល់ឱកាសឲ្យពួកគេបញ្ចេញមតិយោបល់ឬសំណួរហើយទទួលយកវាដោយបើកចំហជានិច្ចការធ្វើបែបនេះនឹងធ្វើឲ្យការសន្ទនារបស់អ្នកកាន់តែមានអត្ថន័យនិងជួយរក្សាទំនាក់ទំនងឲ្យកាន់តែរឹងមាំសរុបសេចក្តីមកការនិយាយការពិតបើទោះបីវាជារឿងចាំបាច់សម្រាប់ភាពស្មោះត្រង់និងទំនាក់ទំនងដ៏រឹងមាំក៏ដោយវាក៏អាចបង្កឲ្យមានការខឹងសម្បារឬមានការយល់ច្រឡំបានដែរប្រសិនបើមិនបានធ្វើឡើងដោយភាពប៉ិនប្រសប់ដើម្បីទំនាក់ទំនងដែលមានការស្ថាបនានិងរក្សាទំនាក់ទំនងល្អអ្នកគួរតែជ្រើសរើសពេលវេលានិងទីកន្លែងដែលត្រឹមត្រូវបញ្ជាក់ពីចេតនាវិជ្ជមានរបស់អ្នកនិងស្វែងរកចំណុចរួមដែលអ្នកទាំងពីរបានយល់ស្របគ្នាហើយប្រើប្រាស់ពាក្យពេចន៍ដែលទន់ភ្លន់និងមានការស្ថាបនាដោយផ្ដោតទៅលើអាកប្បកិរិយាជាក់លាក់ប្រើពាក្យខ្ញុំជំនួសឲ្យពាក្យអ្នកនិងផ្ដល់ដំណោះស្រាយក្នុងពេលជាមួយគ្នានោះអ្នកក៏ត្រូវតែរក្សាភាពស្ងប់ស្ងាត់និងមានទំនុកចិត្តក្នុងការបង្ហាញការយល់ចិត្តនិងការគោរពតាមរយៈការស្ដាប់ពួកគេដោយយកចិត្តទុកដាក់ហើយប្រើសំណួរជំនួយការសន្និដ្ឋានត្រូវដឹងពីដែនកំណត់របស់អ្នកថាពេលណាគួរនិយាយនិងពេលណាដែលគួរនៅស្ងៀមហើយសំខាន់បំផុតគឺត្រូវត្រៀមខ្លួនទទួលយកមតិត្រឡប់ពីពួកគេវិញការអនុវត្តតាមគន្លឹះទាំងនេះគឺនឹងជួយឲ្យអ្នកក្លាយជាអ្នកទំនាក់ទំនងដ៏ប៉ិនប្រសប់ដែលអាចនិយាយការពិតប្រកបដោយប្រាជ្ញាដោយមិនចាំបាច់បារម្ភពីការបង្កឲ្យមានការខឹងសម្បារឬមានការប្រេះឆាក្នុងទំនាក់ទំនងនោះឡើយ